បងយាយបងនៅចាំខ្ញុំទេខ្ញុំគិតថាអ្នកកំពុងខ្លាចបន្លំលូយ៉ាវខ្លាចជាអ្នកមានទ្រព្យសម្បត្តិច្រើនតើអ្នកមិនចាំខ្ញុំទេខ្ញុំមិនបានធ្វើពុតជាស្រីពេជ្រទេបើអ្នកមិនបានធ្វើត្រាប់តាមខ្ញុំទេតើខ្ញុំអាចចាំបានដោយរបៀបណាអ្នកបានប្រាប់ខ្ញុំអំពីលូយ៉ាវយ៉ានគឺជាកូនស្រីចិញ្ចឹមរបស់គ្រួសារលូរបស់អ្នកហេតុអ្វីបានជាអ្នកខ្លាចជាសមាជិកគ្រួសារលូឥឡូវនេះអ្នកមិនបានធ្វើត្រាប់តាមកូនស្រីចិញ្ចឹមរបស់អ្នកទេអ្វីបងយាវបន្ថយសំឡេងចុះខ្ញុំបានខ្លាចជាអ្នកមានទ្រព្យសម្បត្តិច្រើនអ្នកគឺជាកូនប្រសាររបស់កូនស្រីរបស់យើងវិបុលភាពរួមអ្នកចង់ចែករំលែកទ្រព្យសម្បត្តិនិងវិបុលភាពប៉ុន្តែអ្នកមិនខ្លាចជាមួយខ្ញុំទេខ្ញុំនឹងមិនស្គាល់អ្នកទេខ្ញុំបានគ្រោងនឹងប្រាប់អ្នកឥឡូវនេះខ្ញុំនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលមួយពិតណាស់មានឯកដារូបេបានចំនួន5ដែលឪពុកម្ដាយខ្ញុំបានផ្ដល់ឲ្យវាជា$100ខ្ញុំកំពុងប្រាប់អ្នកគ្មានលុយគ្រប់គ្រាន់ដើម្បីទៅជាមួយបុរសចំណាស់នោះទេស្ត្រីចំណាស់មានចំណុចច្រើនពេកដែលត្រូវលើកឡើងបានប្រយ័ត្នផងខ្ញុំអាចនឹងប្រាប់ពួកគេអ្វីអ្នកមិនអាចមានលទ្ធភាពទិញវាទេកុំបារម្ភអីបើវាជារបស់ខ្ញុំវាពិតជារបស់អ្នកមែនអ្នកគួរតែត្រឡប់ទៅវិញទៅមីងយាយឲ្យអ្នកណាធ្វើឲ្យយាយខឹងខ្ញុំបាននិយាយអំពីការទទួលយកការងារទៅឲ្យឪពុកម្ដាយខ្ញុំនៅទីនេះបាននិយាយអំពីគ្រួសារយើងខ្ញុំមិនមានបទពិសោធន៍ទេហើយខ្ញុំព្រួយបារម្ភអំពីការប្រកួតភារកិច្ចឲ្យយើងស្ងប់ចិត្តចុះយុវជនស្ងប់ចិត្តចុះបងប្រុសយូអ៊ីគាត់គឺជាមនុស្សឆ្លាតវៃខាងធុរកិច្ចក្នុងឧស្សាហកម្មសម្លៀកបំពាក់ហេតុអ្វីមិនអនុញ្ញាតឲ្យគាត់សាកល្បងបងប្រុសយឺខ្ញុំតែងតែជឿថាអ្នកជាទេពកោសល្យខាងជំនួញបើដូច្នោះសូមជួយខ្ញុំផងចូលយើងធ្វើវាជាមួយគ្នាខ្ញុំនឹងគ្រប់គ្រងគ្រួសារយើងហើយបន្ទាប់មកចែករង្វាន់ខ្ញុំពិតជាអាចបញ្ជាក់បានថាអ្នកមានពាក់កណ្ដាលខ្ញុំជាអ្នកជំនាញខាងជំនួញដូច្នេះពួកគេអាចធានាបានបើឯងប្រកួតគ្រួសារយើងមកឲ្យខ្ញុំនោះយើងបើខាងលក់សម្លៀកបំពាក់ដើម្បីបញ្ជាក់វាយើងត្រឡប់មកវិញហើយយើងមានសមត្ថភាពអាយុមានរឿងអ្វីជាមួយអ្នកមិត្តភក្តិបរទេសនោះបានទៅបេសកកម្មមួយកន្លែងដែលគាត់បានរុករកបានបាត់ទៅហើយមានសត្វព្រៃជាច្រើនដែលទំនងជាកាចសាហាវកុំតូចចិត្តពេកប្រសិនបើដូចអន់ជាងសូម្បីតែក្នុងភាពសោកសៅក៏ដោយក៏វាអាចនៅតែមានពន្លឺនៃក្តីសង្ឃឹមដែរណាស់យ៉ាវយ៉ែនខ្ញុំមិនអាចជួយអ្នកបានទេអាយុពួកគេបានជួយខ្ញុំច្រើនណាស់រួចហើយការមិនមានអ្នកនៅក្នុងជីវិតខ្ញុំគឺជាសំណាងល្អរបស់ខ្ញុំបញ្ហានៃការទទួលស្គាល់សាច់ញាតិអាចកើតឡើងតែក្នុងជីវិតនេះប៉ុណ្ណោះប្រហែលជាពួកគេមិនត្រូវបានកំណត់ឲ្យនៅជាមួយឪពុកម្ដាយបង្កើតរបស់ពួកគេទេខ្ញុំបារម្ភពីរឿងនេះច្រើនជាងឥឡូវនេះពួកគេត្រូវបានបញ្ឆោតដោយឈីននីងមិនអីទេប្រសិនបើអ្នកទទួលស្គាល់ខ្ញុំនឹងថប់បារម្ភសម្លឹងមើលទៅលូឈីននីងពិតជាមិនអញ្ចឹងទេគាត់បានធ្វើឲ្យគាត់ធ្វើអ្វីមួយដើម្បីធ្វើបាបឪពុកខ្ញុំចៅយ៉ានអ្នកពិតជាមានអ្វីដែលត្រូវនិយាយអំពីម្ដាយរបស់អ្នកពិតជាទេវតារបស់ខ្ញុំមែនសូមស្វាគមន៍នៅខាងក្នុងសូមស្វាគមន៍ការបើកសម្ពោធហាងថ្មីរបស់យើងខ្ញុំរថយន្តសម្រាប់ព្រឹត្តិការណ៍ទាំងមូលយានយន្តទាំងអស់មាននៅទីនេះអង្គុយមើលរថយន្តទាំងអស់នៅក្នុងទីកន្លែងសូមបងស្រីចៅយ៉ានរូបនេះស្អាតណាស់ខ្ញុំសង្ឃឹមថាខ្ញុំមានវាពាក់វាប្រកាសជាពេញនិយមខ្លាំងណាស់សូមស្វាគមន៍មកកាន់ចំណុចផខិតទាំងនេះវាមើលទៅស្អាតណាស់នៅទីនោះហៅថារ៉ូបចំណុចប៉ូកាមនុស្សសម័យនេះទម្លាប់ស្លៀកពាក់សម្លៀកបំពាក់ផ្លេកធ្វើឲ្យធុញទ្រាន់នឹងសោភ័ណភាពខ្ញុំជឿថាដរាបណាចំណុចប៉ូកាសម្លៀកបំពាក់ប្រកាសជាទទួលបានការពេញនិយមវាពិតជាមានប្រជាប្រិយភាពខ្លាំងណាស់អាវដែលមានចំណុចប៉ូឡាក៏ពេញនិយមដែរខោចំណុចប៉ូកាមែនហើយក៏មានចំណុចប៉ូកាដែរសំពត់និងខោចំណុចប៉ូឡាខ្ញុំបានក្លាយជាមនុស្សល្បី3ឆ្នាំក្រោយមកបើយើងធ្វើវាឥឡូវនេះវាពិតជាទទួលបានជោគជ័យមែនហើយមានអ្វីកើតឡើងចំពោះហុងខ្ញុំនិងសៀវលីតែងតែ
មានរឿងខ្លះដែលខ្ញុំមិនបានប្រាប់អ្នកទេបងយូគាត់បានប្រាប់យើងថាគាត់បានសាកសួរអំពីវាពួកគេនិយាយថាទីក្រុងរបស់យើងនៅតែមានទីក្រុងជិតខាងទីក្រុងនេះសហការជាមួយតែគ្រួសារជាងប៉ុណ្ណោះគ្មានអ្នកណាទទួលយកបញ្ជីរបស់យើងទេពួកគេពិតជាបានប្រើល្បិចនេះមែនចៅយ៉ានយកប្លង់មកហើយខ្ញុំនឹងនាំអ្នកទៅទីនោះកន្លែងនោះអឺមលីពុកម៉ែឲ្យសូមមេត្តាអាណិតខ្ញុំផងចូលយើងយកការបញ្ជាទិញនេះក្មួយប្រុសខ្ញុំមិនបាននិយាយថាខ្ញុំមិនព្រមទេតាមពិតទៅទំនាក់ទំនងនេះគឺជាមួយគ្រួសារយើងការបញ្ជាទិញបានពេញរួចហើយខ្ញុំមិនមានកម្លាំងពលកម្មនៅពេលនេះទេអ្នកទាំងអស់គ្នាមានរឿងផ្សេងទៀតដែលត្រូវដោះស្រាយដូច្នេះសូមធ្វើតាមចិត្តរបស់អ្នកគ្រប់គ្រងរោងចក្រតើអ្នកកំពុងមើលអ្វីការឃើញអ្វីមួយគឺគ្មានប្រយោជន៍ទេមែនទេដែលខ្ញុំបាននិយាយរួចមកហើយតើរឿងទាំងអស់នេះដូចនោះទេនេះជាអ្វីដែលអ្នកបានរចនាសម្រាប់ប្រពន្ធរបស់ខ្ញុំការរចនានេះពិតជាថ្មីស្រឡាងនេះគេហៅថាសម្លៀកបំពាក់ដែលមានចំណុចពោលការនេះមិនទាន់មានលក់នៅលើទីផ្សារនៅឡើយទេការរចនានេះពិតជាល្អណាស់វាល្អជាងរបស់ទាំងនោះបញ្ជារបស់យើងគឺល្អទាំងអស់មនុស្សជាច្រើនជឿលើសម្លៀកបំពាក់ចំណុចពោលការអាចជ្រៀតចូលទីផ្សារទីក្រុងធំសូម្បីតែទីផ្សារអន្តរជាតិក៏ត្រឹមត្រូវដែរពូលីឯងមិនតែងតែចង់តើអ្នកនឹងពង្រីកទីផ្សារទៅក្រៅខេត្តដែរឬទេនេះជាឱកាសដ៏អស្ចារ្យមួយមិនអីទេខ្ញុំនឹងបើកថ្មីឥឡូវនេះខ្សែសង្វាក់ផលិតកម្មមួយបានធ្វើឲ្យយើងកម្មករធ្វើការថែមម៉ោងដើម្បីផលិតអ្នកផលិតសម្លៀកបំពាក់ចំណុចពោលការនេះហាងរបស់អ្នកបានបើកដំណើរការអស់រយៈពេលពី3ថ្ងៃហើយមួយថ្ងៃរបស់យើងបានបាត់បង់អតិថិជនទាំងអស់អាយ៉ាប៉ុន្មានថ្ងៃចុងក្រោយនេះខ្ញុំសម្រាប់មនុស្សច្រើនណាស់ខ្ញុំនឹងយូរកំពុងរាប់លុយយើងបានរាប់វារហូតដល់ដៃរបស់យើងឈឺនេះគឺជាឯកសារយោងទៅលើព្រឹត្តិការណ៍ឬសកម្មភាពជាក់លាក់ណាមួយដែលអាចទាក់ទងនឹងការប្រារព្ធពិធីឬកិច្ចការណាមួយអ្នកផលិតសម្លៀកបំពាក់តើការកើតក្នុងអាជីវកម្មសម្លៀកបំពាក់មានអារម្មណ៍យ៉ាងណាទេពក៏សឲ្យដូចអ្នកនៅតូចណាស់តើគ្រួសារមួយអាចប្រៀបធៀបទៅនឹងខេងនឹងយ៉ាងដូចម្តេចអញ្ចឹងខ្ញុំឃើញអ្នកកំពុងធ្វើបែបនេះហាងលក់សម្លៀកបំពាក់ Asegel គួរតែបិទទ្វារឆាប់ជាជាងយឺតពីទ្វារមួយទៅទ្វារមួយខ្ញុំនៅទីនេះមានរឿងអ្វីឈប់មើលហើយបិទសារនេះហេតុអ្វីបានជាមនុស្សម្នាក់នេះរៀបចំរបស់ពួកគេនៅតែស្លៀកសម្លៀកបំពាក់ចម្បាំងទៀតទេតើអ្នកកំពុងធ្វើអ្វីអូយអស្ចារ្យមែនអូយរ៉ូមែនទិកម្ល៉េះវាស្អាតណាស់ខ្ញុំមិនដែលឃើញវាពីមុនមកទេមែនហើយវារ៉ូមែនទិកណាស់តើវាអាចទៅរួចដោយរបៀបណាសម្លៀកបំពាក់បុរាណមិនមែន3ឆ្នាំក្រោយមកទេតើវាទើបតែមានប្រជាប្រិយភាពមែនទេហេតុអ្វីបានជាវាកំពុងពេញនិយមឥឡូវនេះវាអាចទៅរួចដែលថាគាត់មិនបានបង្ហាញខ្លួនប្រហែលជាអីយ៉ានាងស្អាតណាស់គាត់ពិតជាលុយណាស់ខ្ញុំក៏ចង់ឃើញគាត់ដែរមើលនេះការរចនាដំបូងដែលបានដាក់ឲ្យដំណើរការដោយហាងការរចនាសម្លៀកបំពាក់អ្នកជំនាញខាងសម្លៀកបំពាក់សូមក្រឡេកមើលក្រណាត់នេះពិតជាលំដាប់កំពូលសូមក្រឡេកមើលចំណាប់អារម្មណ៍នៃចាននេះស្អាតណាស់តើត្រូវការហ្វឹកហ្វឺនបែបណាបើដូច្នោះមែនតើអ្នកមិនចង់ដឹងចង់ឃើញទេថាមានអ្វីនៅក្រោមភពហេតុអ្វីបានជាខ្ញុំអាចរចនាបាន3ម៉ូដពេញនិយមក្រោយចូលឆ្នាំពិបាករកណាស់ខ្ញុំរីករាយដែលខ្ញុំបាននិយាយថាអ្នកនិយាយត្រូវហើយខ្ញុំក៏មានអារម្មណ៍ថាពេញចិត្តដែរចុះបើអាពាហ៍ពិពាហ៍របស់អ្នកត្រូវបានរៀបចំដោយខ្ញុំអ្នកនាំមុខឪពុកម្ដាយរបស់អ្នកមួយជំហានហើយខ្ញុំត្រូវចាញ់អ្នកខ្ញុំមានតែអ្នកទេចាត់ទុកខ្វែងយូជាកំណប់ទ្រព្យខ្ញុំនឹងព្យាយាមរកវិធីសម្រាប់ឪពុកម្ដាយរបស់ខ្ញុំពិតជានឹងត្រឡប់ទៅរកពួកគេវិញខ្ញុំមិនអាចឲ្យអ្នកជោគជ័យបានទេអ្នកណាចាញ់យើងនឹងត្រូវរងចាំមើលថាអ្នកណាឈ្នះបន្ទាប់ពីអ្នកឃើញវាហើយសូមឲ្យខ្ញុំមួយពីហាងរបស់យើងសម្លៀកបំពាក់បដរីមានដែនកំណត់នៃការទិញក្នុងមនុស្សម្នាក់មួយដុំហើយមួយដុំមានតម្លៃ50យ៉ន
ថ្លៃណាស់ខ្ញុំមិនហ៊ានទិញទេអតិថិជនអាចទៅ Mises ការបង់ប្រាក់និងទៅយកទំនិញនៅទីនេះមានតម្លៃថ្លៃណាស់ហេតុអ្វីអ្នកមិនគ្រាន់តែប្លន់វាគ្មាននរណាម្នាក់ចង់ទិញវានៅទីនេះទេសម្លៀកបំពាក់ស្អាតណាស់លើកក្រោយប្រសិនបើខ្ញុំស្លៀកឈុតនេះទៅពិធីមង្គលការក្នុងខែរោគចំណុចពោកាមុនខ្ញុំប្រកាសថាវានឹងធ្វើឲ្យទស្សនិកជនទាំងមូលភ្ញាក់ផ្អើលខ្ញុំចង់បានមួយដែរខ្ញុំក៏ចង់បានមួយដែរយើងមានរបស់របរជាច្រើននៅទីនេះរួមជាមួយអ្នកឯងឈួតមែនទេវាថ្លៃណាស់ហេតុអ្វីឯងនៅតែប្លន់វាទៀតតើអ្នកបានដឹងដោយរបៀបណាថាអ្នកអាចទិញរបស់ទាំងអស់នេះបានវាពិតជាស្រស់ស្អាតណាស់សម្លៀកបំពាក់ Esegel ពិតជាស្រស់ស្អាតណាស់នេះជាហាងនេះលោកជាងនាង Esegel Fashion ហាងនេះជាកម្មសិទ្ធិរបស់អ្នកសម្លៀកបំពាក់នោះតើអ្នកណាជាអ្នករចនាសម្លៀកបំពាក់នេះចាននេះត្រូវបានរចនាដោយប្រពន្ធខ្ញុំទំហំនិងការរៀបចំចំណុចតើអ្នកគិតយ៉ាងណាចំពោះពាក្យថាត្រឹមត្រូវខ្ញុំបានឃើញការរចនានេះដំណក់ទឹកភ្លៀងបានធ្លាក់ចូលទៅក្នុងស្រះអ្នកមានការបំផុសគំនិតដ៏អស្ចារ្យហើយពូកែខាងរចនាសម្លៀកបំពាក់ណាស់បាក់និងប៉ាទេពកោសល្យរបស់ខ្ញុំក្នុងការរៀបចំផែនការកូនស្រីជាទីស្រឡាញ់របស់ខ្ញុំវាហាក់ដូចជាអ្នកត្រូវធ្វើបន្ថែមទៀតខ្ញុំគួរតែរៀនពីអ្នកបងស្រីរបស់ខ្ញុំបាទចាស់សក់ខ្ញុំយល់ហើយលោកស្រីជាងនិងលោកជាងសូមក្រឡេកមើលខាងក្នុងមកទីនេះសម្លៀកបំពាក់ទាំងនេះទាំងអស់មានអារម្មណ៍ថាខ្វះខាតបន្តិចតើនោះមានន័យថាវាហួសសម័យហើយលើកនេះមែនទេវានៅតែដែលដូចផ្ទះក្បែរនោះហាងនោះបានផ្ដល់ឲ្យខ្ញុំនៅរូបរាងដ៏ស្រស់ស្អាតខ្ញុំមិនមានការសង្ស័យទេថាយើងយឺតពេកអ្វីដែលត្រឹមត្រូវតើអ្នកមិនសង្ស័យទេកុំប៉ះខ្ញុំបែបនោះបិទសំឡេងចុះពងយូកុំបារម្ភអីខ្ញុំមានតើមានបញ្ហាអ្វីជាមួយដំណោះស្រាយសម្លៀកបំពាក់ទាំងនេះស្ទើរតែអស់ពីស្តុកហើយតើអ្នកទិញរបស់នេះនៅឯណានេះជាអ្វីដែលខ្ញុំបានស្នើសុំឲ្យក្រសួងសន្តិសុខពីហាងលក់សម្លៀកបំពាក់ Javian អ្នកគួរតែផ្ដល់ថ្លៃសេវាកម្មរបស់អ្នកបន្ថែមទៀតនេះវិញខ្ញុំនឹងឲ្យអ្នក70ប្រពន្ធខ្ញុំបានទទួលវាក្នុងតម្លៃ$80អំណោយនេះពិតជានឹងធ្វើឲ្យអ្នកសប្បាយចិត្តអូអំពីប្រភពដើមនៃសម្លៀកបំពាក់រក្សាទម្រង់ទាបចុះខ្ញុំយល់ចៅយ៉ានអាយុ18ឆ្នាំកំពុងជួបបញ្ហាសម្លៀកបំពាក់ទាំងនេះមើលទៅដូចជាហាងយើងខ្ញុំមានដូចគ្នាបេះបិទប៉ុន្តែសូមក្រឡេកមើលឲ្យចិត្តសូមក្រឡេកមើលរឿងនេះទំហំនិងការរៀបចំចំណុចប៉ូឡាពួកវាខុសគ្នាទាំងស្រុងពីអ្វីដែលយើងលក់នៅក្នុងហាងរបស់យើងប្រើក្រណាត់ទាំងអស់នេះគុណភាពនៃក្រណាត់ដែលមានគុណភាពខ្ពស់នេះគឺរបស់ជាច្រើននៅលើទីផ្សារសប្តាហ៍ថ្ងៃនេះក្នុងចំណោមទាំងនេះជាច្រើនបានលេចចេញជារូបរាងនៅលើបញ្ចប់យ៉ាងលឿនដើម្បីឲ្យយើងអាចអ្នកទិញដែលបានចេញទៅក្រៅទាំងអស់បាននិយាយថាវាជាព្រឹត្តិការណ៍ភ្លាមទោះជាយ៉ាងណាក៏ដោយអ្នកដែលបានទិញពីហាងរបស់យើងក៏តើខ្ញុំគួរធ្វើដូចម្តេចប្រសិនបើខ្ញុំចំណាយប្រាក់ច្រើនជាងនេះបងស្រីចៅយ៉ានគឺជាមនុស្សវណ្ណៈទាបម្នាក់សម្លៀកបំពាក់ពិតជានឹងប៉ះពាល់ដល់យើងកេរ្តិ៍ឈ្មោះរបស់ហាងយើងខ្ញុំគឺកុំបារម្ភអីខ្ញុំមានដំណោះស្រាយមួយនេះជាដំណោះស្រាយសម្រាប់អ្នកមើលខ្ញុំមានសម្លៀកបំពាក់ទាំងអស់នៅក្នុងហាងនៅលើដៃអោរបស់ខ្ញុំការតូចត្រូវបានសាក់នៅលើមាត់ឬចង្កេះបច្ចេកទេសចាក់ម្ជុលវិទ្យាសាស្ត្រនេះមានតែយើងទេដែលដឹងវាជារឿងដែលមនុស្សធម្មតាមិនអាចធ្វើត្រាប់តាមបានដូច្នេះអ្នកត្រូវបានរៀបចំរួចរាល់ហើយមិនមានរបស់คล้ายៗច្រើននៅពេលនេះទេប៉ុន្តែ3ឆ្នាំក្រោយមកទំនិញคล้ายៗបានរីករាលដាលយ៉ាងខ្លាំងដូច្នេះដើម្បីកុំឲ្យអ្នកអតីតចម្លងខ្ញុំវិធីសាស្ត្រនេះត្រូវបានប្រើសម្រាប់ការបង្ការដោយសារមាន logo คล้ายៗទាំងនេះចូលយើងប្រញាប់ឡើងហើយសម្គាល់វាការរាយការណ៍ទៅប៉ូលីសគឺជាទម្រង់នៃការស្មានពួកគេបានប្រាប់យើងឲ្យរាយការណ៍វាទៅប៉ូលីសប៉ុន្តែគ្មាននរណាម្នាក់ធ្វើទេយើងត្រូវសន្សំប្រាក់ជាបន្ទាន់ក្នុងរយៈពេល2ថ្ងៃនេះពួកគេកំពុងតែឆ្មើងឆ្មៃឥឡូវនេះព្រោះពួកគេលែងមានស្ទីច្រើនទៀតហើយបើយើងហៅប៉ូលីសឥឡូវនេះគ្មានភស្តុតាងណាមួយដើម្បីចាប់ខ្លួនគាត់ទេប៉ុន្តែរឿងនេះទំនិញคล้ายៗកំពុងចរាចរលើទីផ្សារតុងពិតជានឹងផ្ដល់អត្ថប្រយោជន៍ដល់ហាងរបស់យើងកេរ្តិ៍ឈ្មោះរបស់ហាងនឹងរងផលប៉ះពាល់មានហាងលក់ស្រាមួយនៅក្នុងទីក្រុងយ៉ែងក្នុងរយៈពេល2-3ថ្ងៃទៀតលោកស្រីជាងក៏ត្រូវបានអញ្ជើញផងដែរអ្នកដែលបានអញ្ជើញខ្ញុំទៅពិធីជប់លៀងស្រាក្រឡុកអ្នកទាំងនេះសុទ្ធតែជាអក្សរជនលេចធ្លោនៅក្នុងទីក្រុងភាគច្រើននៃពួកគេបានទិញរបស់យើងសម្លៀកបំពាក់របស់ពួកគេត្រូវតែរួមបញ្ចូលទាំងនេះប្រសិនបើមានផលិតផលคล้ายៗនោះយើងនឹងគំនិតដ៏អស្ចារ្យមួយដើម្បីចាប់ពួកគេទាំងអស់គ្នាទ
ដោយការរំពឹងទុកបរិសុទ្ធចំណាស់ឆ្លាតបំផុតរបស់ខ្ញុំនិយាយឲ្យអ្នកក៏មិនអាក្រក់ដែរអ្នកពិតជារ៉ូមែនទិកណាស់តើអ្នកកំពុងសើចអ្វីតោះចេញទៅសើចម៉ាក់ខ្ញុំនឹងទៅយកសម្លៀកបំពាក់ខ្លះឲ្យម៉ាក់ត្រឡប់ទៅវិញហើយដាក់វាកុំភ្លេចពេលអ្នកចាក់ចេញនៅពេលក្រោយយកវាដាក់វានៅទីនេះយកព្រមកូនស្រីខ្ញុំចិត្តល្អម្លេះបន្ទាប់មកខ្ញុំចាក់ចេញមិនអីទេម៉ាក់គ្រូសាជាងនឹងរៀបចំពិធីជប់លៀងនៅថ្ងៃស្អែកយើងក៏បានអញ្ជើញស្វាមីរបស់ខ្ញុំគឺលោកឡាវវ៉ាងផងដែរគាត់នឹងយកខ្ញុំទៅជាមួយគាត់អ្នកពិតជាមានសំណាងណាស់វ៉ាងចាស់ពូកែក្លុយណាស់ហើយគាត់បានក្លាយជាភ្ញៀវកិត្តិយសនៅក្នុងគ្រួសារជាងឈីងនីងរបស់យើងពិតជាកូនស្រីល្អបង្ហាញសម្លៀកបំពាក់ស្អាតបែបនេះដើម្បីបង្ហាញពីការគោរពបូជារបស់កូនចៅនេះមិនមែនជានានាការពេញនិយមបំផុតនៅរដូវក្តៅសម្លៀកបំពាក់ចំណុចពោកាវាស្អាតណាស់នោះមិនពិតទេពណ៌នេះមិនភ្លឺពេកទេប្រហែលជាវាមិនសមនឹងអ្នកទេខ្ញុំគិតថាអ្នកគ្រាន់តែច្រណែនលក់វាឲ្យខ្ញុំចង់ពាក់វាទៅជែងពិធីជប់លៀងគ្រួសារមួយទេខ្ញុំនឹងផ្ដល់ជូនអ្នក100 យ៉នស្លៀកពាក់ខ្មៅប្រកួតទំនិញដោយសាច់ប្រាក់ប្រកួតទំនិញតាមការកំណត់សួស្ដីនេះគឺជាក្រុមហ៊ុន Yaoyan Apparel អ្នកត្រឡប់មកវិញហើយឬនៅមិត្តខ្ញុំមកពីបរទេសបានត្រឡប់មកវិញហើយយល់ព្រមខ្ញុំយល់ហើយចុះយ៉ាងណាវិញគាត់បាននិយាយថាគាត់មិនយល់ពីរឿងរបស់ជាងទេករណីក្មេងស្រីម្នាក់បាត់ខ្លួននៅឆ្នាំនោះសូមជួយផងទេយ៉ាវយ៉ានយល់ព្រមរ៉ូបស្អាតមែនតែនវាស្អាតណាស់មើលស្អាតណាស់ស្រស់ណាស់មើលរ៉ូបនេះវាស្អាតណាស់ត្រឹមត្រូវហើយហេតុអ្វីបានជាលូឆាវយ៉ានមកតើវាដោយសារតែខ្ញុំបានអញ្ជើញនាងគាត់មកពីទន្លេអ្នកនាងឲ្យសូមកុំធ្វើបាបបំដាយខ្ញុំអីខ្ញុំសុំទោសណាស់លោកស្រីជាងនឹងចៅយ៉ានអ្នកនាងខ្ញុំសូមអញ្ជើញអ្នកមកទីនេះលើកនេះការចូលរួមពិធីជប់លៀងគ្រួសារយ៉ាងគឺមានបំណងសូមអនុញ្ញាតឲ្យខ្ញុំពិភាក្សារឿងនេះជាមួយអ្នកតើអ្នកសុខចិត្តទេអត្ថន័យនៃការរចនាសម្លៀកបំពាក់សម្រាប់គ្រួសារយ៉ាងក្រុមគ្រួសាររបស់យ៉ាងអាចផ្ដល់ជូនអ្នកនៅមួយតើអ្នកពិតជាចង់ឲ្យខ្ញុំធ្វើបែបនេះមែនទេជាការពិតណាស់អ្នករចនារបស់ជាងបានរងចាំប្រធានផ្នែករចនាបានមកពីបរទេសខ្ញុំនឹងឲ្យគាត់និយាយជាមួយអ្នកពេលគាត់ត្រឡប់មកវិញសូមអរគុណអ្នកស្រីជាងនិងម្ដាយរបស់គាត់មិនស័ក្តិសមជាអ្នករចនាទេការសម្រេចចិត្តរបស់អ្នកមិនប្រញាប់ពេកទេអ្នកអាចមកតាមដែលអ្នកចង់បានប្អូនស្រីខ្ញុំពូកែណាស់អ្នកគួរតែយើងគួរតែរៀនបន្ថែមពីនាងបើមិនដូច្នោះទេយើងតើខ្ញុំអាចប្រកួតគ្រួសារយើងឲ្យអ្នកដោយសន្តិភាពផ្លូវចិត្តដោយរបៀបណាឡយអាក្រក់ចៅយ៉ានអ្នកលោតបានល្អណាស់វ៉ាងអាមីងតើខ្ញុំអាចនិយាយជាមួយលោកវ៉ាងអាបានទេមីងឲ្យរ៉ូបនេះតើអ្នកទិញវានៅណាពីម្ដាយរបស់អ្នកប្រុសបានទិញវាជាអំណោយដ៏ថ្លៃថ្នូរពីឈីននីងសម្លៀកបំពាក់របស់នាងមិនសមរម្យទេអ្នកបានលក់វាឲ្យខ្ញុំហើយមីងវ៉ាងសម្លៀកបំពាក់នេះគឺជាคล้ายមើលនេះចុះអ្នកពិតជាបានលក់វាឲ្យខ្ញុំមែនអ្នកពិតជាបានលក់ទំនិញคล้ายឲ្យខ្ញុំមែនទេคล้ายតើរ៉ូបនេះអាចคล้ายដោយរបៀបណា
ទីគេគឺជាឈីននីងដែលឈីននីងបានឲ្យខ្ញុំប៉ុន្តែកូនស្រីរបស់គ្រួសារជាងគឺតើប្អូនស្រីខ្ញុំអាចលក់កូនស្រីរបស់គាត់ដោយរបៀបណាតើមានបញ្ហាអ្វីជាមួយអ្នកស្រីវ៉ាងដែលលក់ទំនិញคล้ายៗទេវាជាការយល់ច្រឡំគ្មានការយល់ច្រឡំទេចៅយ៉ានរោគនេះត្រូវបានបញ្ជាក់វាคล้ายៗទេសូមអ្នកទាំងអស់គ្នាមើលមកយើងផងផលិតផលពិតរបស់ហាងពិតជាមានរបស់ទាំងនេះមែនការប៉ាក់នៅលើកញ្ចឹងឬវាអាចនៅជុំវិញចង្កេះប៉ុន្តែផលិតផលคล้ายៗមិនមានវាទេការប៉ាក់ប្រភេទនេះគឺជាស្នាដៃមួយរបស់ខ្ញុំបច្ចេកទេសដេរប៉ាក់ពិសេសមួយត្រូវបានប្រើដើម្បីក្លែងបន្លំទំនិញនោះពិតជាអ្វីមួយដែលមិនអាចយកតម្រាប់តាមបានយើងទើបតែដឹងថាមាននរណាម្នាក់កំពុងធ្វើត្រាប់តាមយើងទំនិញរបស់យើងនាំមកជូនអ្នកនៅកញ្ឆាខ្ញុំពិតជាសុំទោសណាស់រឿងនេះកំពុងរំខានអ្នកវាមិនសំខាន់ទេអ្នកក៏ជាជនរងគ្រោះដែរលោកស្រីនាងខ្ញុំជាសមាជិកនៃសមាគមសម្លៀកបំពាក់ខ្ញុំទទួលខុសត្រូវចំពោះរឿងបែបនេះដែលកើតឡើងគ្រប់ពេលសូមធានាថាការស៊ើបអង្កេតនឹងប្រព្រឹត្តទៅយ៉ាងម៉ត់ចត់យើងពិតជានឹងផ្ដល់ការពន្យល់ដល់អ្នកល្អខ្ញុំយល់ហើយខ្ញុំមិនដែលរំពឹងថាអ្នកនឹងធ្វើបែបនោះទេដើម្បីធ្វើអ្វីមួយដូចជាការក្លែងបន្លំតាំងពីអ្នកដេរសម្លៀកបំពាក់មករឿងហាមឃាត់បំផុតនៅក្នុងលោកគឺការក្លែងបន្លំតើអ្នកអាចធ្វើរឿងបែបនេះដោយរបៀបណាមកបាទវាជាគំនិតរបស់ខ្វែងយួនឈីទាំងអស់ខ្ញុំត្រូវបានបង្ខំឲ្យធ្វើវាសូមអភ័យទោសឲ្យខ្ញុំផងអ្វីដែលអ្នកគួរពិចារណាឥឡូវនេះគឺរបៀបចូលយើងដោះស្រាយបញ្ហានេះសូមអភ័យទោសឲ្យខ្ញុំផងពួកគេនឹងនិយាយថាទំនិញមិនថ្លៃទេសំណងតម្លៃដល់អ្នកប្រើប្រាស់ពួកគេក៏នឹងផ្ដល់សំណងដល់លោកលូយ៉ាងប្រាក់មួយនោះហើយជាទីបញ្ចប់របស់វាអ្នកមិនគួរនៅទីនេះហើយធ្វើឲ្យខ្លួនឯងខ្មាស់អៀនទេខ្ញុំបានធ្វើជាមនុស្សបង្ក្រាបម្នាក់ខែក្រោយអ្នកនឹងទៅសិក្សានៅបរទេសការរចនាបើខ្ញុំទៅក្រៅប្រទេសលូចៅរ៉ានស្រីនោះមានឱកាសតើអ្នកបានធ្វើវាទេប៉ាខ្ញុំមិនចង់ទៅបរទេសទេវាពិតជាពិបាកណាស់សម្រាប់ខ្ញុំក្នុងការស្គាល់អ្នកទាំងអស់គ្នាខ្ញុំមិនចង់បែកពីអ្នកទេសូមមេត្តាផងសូមផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតតែម្ដងនេះទេយល់ព្រមគ្មានឱកាសសម្រាប់ការចរចាលើបញ្ហានេះទេបាទបាទបើខ្ញុំអង្វរពុកម្ដាយខ្ញុំម្ដងទៀតខ្ញុំមិនដឹងទេតើពួកគេនៅតែអាចផ្ដល់ឱកាសឲ្យខ្ញុំបានទេបើគ្មានទ្វារនៅនឹងមុខផងតើយើងទាំងពីរអាចតើពិតជាអាចមានកូនស្រីបែបនេះមែនទេមែនហើយសំណួរនេះតាក់ទងនឹងចរិតលក្ខណៈនិងសមត្ថភាពតើនាងស្រដៀងនឹងយើងយ៉ាងដូចម្ដេចប្រសិនបើបងស្រីរបស់នាងមិនមានទស្សនវិស័យរចនាចរិតលក្ខណៈខ្ញុំមិនបានឃើញអ្វីដែលខ្ញុំចូលចិត្តទេខ្ញុំមិនដែលរំពឹងថាលីងយូគួរឲ្យភ្ញាក់ផ្អើលណាស់វាគឺជាបណ្ដាញសង្គមរបស់យើងមិត្តភ័ក្តិរបស់លីងក៏បានជួយលីងយូនិងលូផងដែរយ៉ាវរ៉ែនបាននិយាយសម្ដៅទៅលើលូយ៉ាវរ៉ែននាងជាកូនស្រីរបស់យើងតាក់ទងនឹងបញ្ហាកូនស្រីបង្កើតរបស់គាត់យើងចង់ជឿថាវាមានជាជាងខ្ញុំមិនជឿថាវាជាការពិតទេយើងទាំងពីរអ្នកសុទ្ធតែជាក្មេងខ្ញុំតែងតែខ្ញុំមានអារម្មណ៍ថាមានកំហុសចំពោះនាងក្មេងម្នាក់នេះរងទុក្ខច្រើនណាស់ហើយខ្ញុំអរគុណចំពោះការតាមដាននិយាយម្យ៉ាងទៀតប្រសិនបើយើងអាចធ្វើបាននេះជាភស្តុតាងច្បាស់លាស់ដែលបញ្ជាក់ថាឈីននីងជារបស់យើងកូនស្រីបង្កើតរបស់ខ្ញុំដែលត្រូវបានបណ្ដេញចេញទាំងស្រុងការបន្លំខ្លួនជាអ្នកក្លែងបន្លំរបស់លូយ៉ារ៉ែនវាក៏មិនមែនសម្រាប់រឿងល្អដែរអ្នកនិយាយត្រូវណាស់ពីអ្នកនេះតាចាស់នោះពិតជាសង្ស័យមែនវាហាក់ដូចជាខ្ញុំមិនអាចរក្សាអ្នកនៅទីនេះបានទេមិនអីទេលើពីនេះអ្នកចង់ចែករំលែកទ្រព្យសម្បត្តិនិងកិត្តិយសជាមួយខ្ញុំអ្នកត្រូវតែជាកាំបិតរបស់ខ្ញុំហេតុអ្វីបានជាអ្នកត្រឡប់មកវិញខ្ញុំកំពុងស្វែងរកបងប្រុសយឺទេអ្នកមិនអាចចូលបានទេហេតុអ្វីខ្ញុំតើអ្នកកំពុងធ្វើអ្វីតើអ្នកកំពុងធ្វើអ្វីអាយឺមើលនាងចុះមើលរឿងអាម៉ាស់ដែលអ្នកបានធ្វើតើអ្នកកំពុងធ្វើអ្វីតើអ្នកសុខសប្បាយជាទេហ្វាងអ្នកមិនរងរបួសកន្លែងណាទេប៉ាម៉ាក់ខ្ញុំសុខសប្បាយទេមិនអីទេដូច្នេះអ្នកទាំងអស់គ្នាស្ថិតនៅក្នុងក្រុមយើងកំពុងជាប់ពាក់ព័ន្ធគ្នា
និយាយតាមត្រង់ទៅខ្ញុំនឹងនាងគ្រាន់តែជាពួកគេពិតជាស្រឡាញ់គ្នាណាស់ដូច្នេះហើយបានជាពួកគេរៀបការជាមួយគ្នានៅពេលគ្រួសារលោករបស់អ្នកនៅតែមានខ្លះចុះទៅវាលស្រែទៅអ្នកណាប្រាប់អ្នកឲ្យយករបស់ច្រើនម្ល៉េះតើអ្នកនឹងរៀបការជាមួយមនុស្សកំសត់បែបនេះទេតើអ្នកចង់មានន័យយ៉ាងណាចំពោះពាក្យថាអ្នកបើមិនមែនដោយសារអ្នកទទួលស្គាល់វាត្រឹមត្រូវទេឪពុកម្ដាយរបស់លុយខ្ញុំយូរមកហើយខ្ញុំបានទាត់វាអ្នកដឹងទេអាមនុលងងឲ្យម្ដេចក៏ហ៊ាននិយាយបែបនេះអ្នកអាចភ្លេចអំពីការទទួលបានអ្វីពីខ្ញុំសេននោះមិនមែនអាស្រ័យលើអ្នកទេត្រូវហើយបើខ្ញុំមិនយកលុយទេខ្ញុំនឹងជនខ្លែងបន្លំរូបនេះត្រូវបានលាតត្រដាងហើយយ៉ាងណាក៏ដោយអ្នកដែលគ្មានអ្វីត្រូវខាតបង់មិនខ្លាចពាក់អ្វីនោះទេយើងអាចលះបង់ស្បែកជើងនោះបានចុះអ្នកវិញកុំរុញសំណាងរបស់អ្នកទៅឆ្ងាយពេកខ្ញុំគ្រាន់តែធ្វើបាបអ្នកទេចាប់ពីពេលនេះទៅខ្ញុំនឹងក្លាយជាចៅវាយហើយអ្នកនឹងក្លាយជាអ្នកក្រមបង្គាប់ក្រៅពីបម្រើបងប្រុសយឺនិងម៉ាក់អ្នកនៅតែត្រូវបម្រើខ្ញុំដើមឡើយខ្ញុំចង់ឲ្យអ្នកជួយខ្ញុំកុំចាត់ពួកចាស់ទុំទាំងពីរអ្នកនោះចោលមិនអីទេខ្ញុំនឹងឲ្យអ្នកនៅចំនួនទឹកប្រាក់ច្រើននៅពេលក្រោយលុយហាក់ដូចជាមិនអាចមានទៀតទេឥឡូវនេះអ្នកនៅទីនេះបន្ទាប់មកកុំបន្ទោសខ្ញុំចំពោះក្រោយមកគាត់បានក្លាយជាអ្នកមានដោយខ្លួនឯងអ្នកស្រីដល់ពេលញ៉ាំអាហារហើយមិនអីទេម៉ាក់ខ្ញុំអ្នកអាចដាក់វានៅទីនេះល្អប៉ាម៉ាក់មកប៉ាម៉ាក់ស៊ុបថ្ងៃនេះឆ្ងាញ់ណាស់សាក់លបងវាចាអ្នកភ្លេចហើយយើងទើបតែបានពិនិត្យសុខភាពព្រឹកមិញគ្រូពេទ្យឲ្យរាងកាយអ្នកមានអាស៊ីតអ៊ុយរិកខ្ពស់ណាស់ខ្ញុំមិនអនុញ្ញាតឲ្យអ្នកផឹកស៊ុបនោះទេមើលការចងចាំរបស់ខ្ញុំទៅមិនអីទេខ្ញុំនឹងមិនផឹកទៀតទេម៉ាក់ឲ្យខ្ញុំបានឬនៅក្នុងកាសែតថាបុរសចំណាស់នោះមនុស្សចាស់គួរផឹកស៊ុបតិចជាងតើវាល្អជាងទេយុវជនជាកូនចៅដូច្នេះម៉ាក់នឹងស្ដាប់អ្នកបើយើងស្លាប់មែនចូលយើងស្លាប់ជាមួយគ្នាខ្ញុំងាយនឹងលាតត្រដាងភ្លាមនៅពេលដែលខ្ញុំស្លាប់គ្រាន់តែតើខ្ញុំអាចរកឱកាសមួយទៀតដើម្បីជួបអ្នកឡើងបានទេខាងខាងលិចលើកនេះខ្ញុំនឹងទៅក្រៅប្រទេសដើម្បីចូលរួមជាមួយកងទ័ពវានឹងចំណាយពេលកន្លះខែដើម្បីវេចខ្ចប់សម្ភារៈតើអ្នកប្រកាសថាអ្នកអាចគ្រប់គ្រងដោយខ្លួនឯងបានទេកុំបារម្ភអីខ្ញុំអាចធ្វើបានខ្ញុំនឹងធ្វើវាថែរក្សាម៉ាក់និងប៉ាឲ្យបានល្អម៉ាក់អ្នកក៏ត្រូវថែរក្សាខ្លួនឯងឲ្យបានល្អដែរចៅយ៉ានខ្ញុំនឹកអ្នកខ្លាំងណាស់ខ្ញុំក៏មិនអាចទ្រាំនឹងបែកជាមួយអ្នកដែរបងស្រីចៅយ៉ានបងស្រីចៅយ៉ានមានរឿងដ៏គួរឲ្យរន្ធត់មួយបានកើតឡើងមានអ្វីមួយបានកើតឡើងមានអ្វីកើតឡើងខ្ញុំបានទទួលទូលេខពីបរទេសមួយគាត់ទើបតែមកដល់បរទេសហើយគាត់ត្រូវបានចាប់ខ្លួននៅក្នុងគុកកម្មក្នុងស្រុកហើយត្រូវបានឪពុកត្រូវគ្រាប់បែកដៃបុកស្លាប់មិនអីទេបងស្រីរាវយ៉ានបងស្រីរាវយ៉ានខ្ញុំមិនបានរំពឹងទុករឿងនេះទេក្រដាស់ប្រាក់បានមកងាយស្រួលយ៉ាងឆាប់រហ័សអ្នកអាចលាក់ខ្លួនពីហ្វូងមនុស្សបានប្រសិនបើអ្នកចង់ត្បូងវិញ្ញាណ15ដែលមានអាយុកាលខ្លីនោះខ្មោចនៅតែស្លាប់ដដែលមែនទេអ្នកនឹងក្លាយជាស្ត្រីមេម៉ាយអ្នកនឹងបើអ្នកមិនទិញសម្លៀកបំពាក់ទេខ្ញុំនឹងចាត់ទុកនាងដូចជាស្ត្រីរបស់ខ្ញុំអ្នកខ្ញុំចេញហើយរងចាំខ្ញុំប្រគល់ជូនអ្នករៀបចំអំណោយធំមួយមុនពេលចាក់ចេញវាមិនទាន់យឺតពេលទេក្នុងការបើកប្អូនស្រីតូចមែនហើយខ្ញុំបានឃើញពួកគេបានផ្ដល់ឲ្យយើងនៅអ្វីមួយថ្ងៃនេះជើងខ្សែពួរត្រូវពន្យល់ខ្ញុំយើងបានបញ្ជាទិញផលិតផលទាំងអស់របស់យើងជាមុននៅហាងរបស់អ្នកដែលកំងសម្លៀកបំពាក់ទាំងអស់ខ្ញុំបានឮថាពួកគេបានបញ្ជាទិញរបស់របរជាច្រើនស្វាមីរបស់អ្នកបានស្លាប់ពេលកំពុងសាងសង់សម្ភារៈនៅបរទេសបន្ទាប់មកសម្លៀកបំពាក់នេះត្រូវតែប្រសិនបើវាមិនអាចធ្វើបានទេចូលទុកវាចោលទៅប្រាក់កក់ត្រូវបានប្រគល់ជូនទៅលោកយ៉ាវយ៉ានវិញបងស្រីប្រាក់បញ្ញារបស់យើងទាំងអស់ទុកឲ្យបងយកវាទៅយកសម្ភារៈខ្ញុំបានទៅហើយឥឡូវនេះខ្ញុំគ្មានអ្វីនៅសល់ទេតើមានប្រាក់ប៉ុន្មានដែលខ្ញុំមិនអាចសងប្រាក់កក់របស់ពួកគេបានមិនថាមានរឿងអ្វីក៏ដោយលុយនៅតែត្រូវប្រគល់ជូនវិញឲ្យពួកគេមកខ្ញុំដើម្បីឲ្យខ្ញុំអាចលឺអ្វីដែលពួកគេនិយាយខ្ញុំនឹងសងអ្នកវិញសងអ្នកវិញសងអ្នកវិញសងលុយវិញទៅ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 សងលុយវិញស្ដាប់ខ្ញុំផងអ្នកទាំងអស់គ្នាស្ដាប់អ្នករាល់គ្នាខ្ញុំមិនមែននិយាយថាខ្ញុំនឹងមិនសងប្រាក់វិញទេអ្វីដែលយើងកំពុងផ្ដល់ឲ្យអ្នកគឺជាអ្វីដែលយើងពិតជាមាននៅក្នុងដៃខ្ញុំមិនមានលុយច្រើនទេដូច្នេះខ្ញុំកំពុងប្រាប់អ្នករាល់គ្នាថាខ្ញុំសន្យាថាអ្នកនឹងផ្ដល់ឲ្យខ្ញុំ3ថ្ងៃខ្ញុំពិតជានឹងប្រគល់ប្រាក់ទៅអ្នករាល់គ្នាវិញក្នុងរយៈពេល3ថ្ងៃមិនគ្រប់គ្រាន់ទេវាច្រើនពេកហើយវាជារយៈពេលយូរណាស់មកហើយគាត់ពិតជាកំពុងអូសបន្លាយរឿងនេះ
ផែនការដើម្បីពន្យាពេលអាចចំណាយពេល3ថ្ងៃបន្ទាប់មកពួកគេបានសម្រេចចិត្តផ្លាស់ចេញហើយអ្វីយើងមិនយកសម្លៀកបំពាក់បន្ថែមទៀតសំណងមិនច្រើនពេកទេតើវាមិនអីទេបើខ្ញុំយកវាត្រឹមត្រូវពួកគេយកសម្លៀកបំពាក់ម្នាក់មួយយកសម្លៀកបំពាក់ទៅគុំយកអ្វីផ្សេងទៀតយកអ្វីទាំងអស់អ្នកមិនចាំបាច់យករបស់នេះទេគុំយករបស់នេះយកវាទៅគុំយកវាទៅបើមិនដូច្នោះទេប៉ុន្តែគុំយកវាទៅលេងវាទៅគុំយកវាមកចុះលេងទៅគុំយករបស់នេះអីស្ដាប់ខ្ញុំសិនគុំយកវាទៅលះបង់អ្វីដែលខ្ញុំនិយាយអំពីអ្នកមានបំណងមិនយកប៉ាទៅឆ្ងាយទេម៉ាក់ម៉ាក់មកទីនេះដើម្បីអ្វីយើងនឹងទៅហាងម៉ាក់ខ្ញុំបានឮថាមានបញ្ហាខ្លះនៅទីនេះខ្ញុំបានមកមើលថាមានអ្វីកើតឡើងវាគឺជាលូចៅយ៉ានជំពាក់កូនរបស់អ្នកដទៃគុំសោកសៅពេកអីអ្វីគឺល្អមីងឲ្យអ្វីនឹងប្រសើរឡើងម៉ាក់កុំបារម្ភពីអ្វីដែលកូនជំពាក់គេអីទៀងជីនក៏បានរងការខាតបង់នៅហាងផងដែរយើងនឹងខ្មាស់អៀនណាស់ដែលមិនអាចជួយអ្នកក្នុងរឿងនេះមិនអីទេកូនយើងនឹងនិយាយអំពីវាពេលក្រោយពេលមានលុយហើយសងលុយមកយើងខ្ញុំវិញផងសូមអរគុណអ្នកទាំងអស់សុខសប្បាយទេអរគុណប៉ាម៉ាក់ប៉ារបស់អូនម៉ាក់ឲ្យសម្រាកបន្តិចសិនហើយចូលគេងទៅពួកគេពិតជាសាច់ញាតិឈាមជ័រដូចគ្នាដែលមានបេះដូងដែកអ្នកពិតជាបានជួយលូដោយមិនដឹងខ្លួនចៅយ៉ានវាហាក់ដូចជាខ្ញុំពិតជាត្រូវខិតខំឲ្យអស់ពីសមត្ថភាពអ្នកចង់កម្ចាត់ពួកវាចោលឲ្យបានលឿនមែនទេដូច្នេះយប់នេះវែងណាស់ហើយមានរឿងជាច្រើនអាចកើតឡើងខ្ញុំមិនដែលគិតពីអ្នកទេមានឆន្ទៈចង់ក្លាយជាឡាវជឿតាំងពីដើមមកនេះជាលើកដំបូងហើយដែលខ្ញុំត្រូវបានអ្នកបោកប្រាស់ដូច្នេះខ្ញុំនឹងចាត់វិធានការវាមិនមែនជារឿងធំដុំទេក្នុងការលាក់បាំងរឿងនេះខ្ញុំនឹងទៅពេលខ្ញុំរកលុយបានសូមរីករាយជាមួយជីវិតនៅបរទេសដោយសន្តិភាពផ្លូវចិត្តអ្នកនឹងទទួលបានលុយរបស់អ្នកមកវិញនេះគឺ5000ខ្ញុំនឹងបង់ប្រាក់កក់បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ខ្ញុំនឹងផ្ដល់ឲ្យអ្នក100,000ដើម្បីចងចាំលូយ៉ាវយ៉ានហេនិងមនុស្សចាស់ពីរនាក់នោះអ្នកទាំងអស់គ្នាសុំនឹងស្លាប់នោះគឺជាការខូខើរបស់លូយ៉ាវៀនខ្ញុំជាឪពុករបស់អ្នកអស់រយៈពេលជាង10ឆ្នាំហើយបងស្រីឲ្យម្ដេចក៏អ្នកគ្មានបេះដូងយ៉ាងនេះប៉ុន្តែប្រសិនបើអ្នកនឹងធ្វើវាអ្នកត្រូវតែកាត់ស្មៅចេញជាមុនសិនអ្នកគ្រាន់តែផ្ញើគ្រួសារមួយដែលមានសមាជិក3នាក់ទៅពួកគេចូលយើងជួបជុំគ្នានៅក្រោមដីកុំបារម្ភអីប៉ាប្រកាសជាបានធ្វើវាឲ្យស្អាតណាស់ម្ដាយខ្ញុំបានសុំឲ្យនរណាម្នាក់ផ្ញើសារមកខ្ញុំតើអ្នកមកទីនេះដើម្បីអ្វីចាំបន្តិចឈៀងស៊ីនឹងបញ្ជូនអ្នកចុះទៅពួកគេការជួបជុំគ្នាឡើងវិញជាមួយគ្រួសារជាងមានន័យថាពួកគេជារបស់ខ្ញុំឥឡូវនេះ
ហេតុអ្វីបានជាវាចំណាយពេលយូរម្ល៉េះអ្នកគិតថាវាជារបស់ខ្ញុំតើអ្នកបានរកឃើញអត្តសញ្ញាណក្នុងការធ្វើការហៅទូរស័ព្ទពីកន្លែងនេះអីទាំង3ត្រូវបានធ្វើរួចរាល់ហើយបាននេះស្អាតហើយល្អណាស់ខ្ញុំបានបង់ប្រាក់ចុងក្រោយហើយបង់ប្រាក់ស្នេហានៅថ្ងៃស្អែកអ្នកដែលបានព្យាយាមទាំងអស់បានស្លាប់ឥឡូវនេះគ្រួសារជាងឥឡូវនេះជារបស់ខ្ញុំទាំងអស់ចៅយ៉ានឯងមិនទាន់ស្លាប់ទេខ្ញុំបានស្លាប់ដោយសារតែអ្នកកុំបារម្ភពីខ្ញុំអីអ្នកស្រឡាញ់ខ្ញុំមុនគេខ្ញុំជាមនុស្សល្ងងម្នាក់ដែរហេតុអ្វីបានជាគេឈួតនឹងអ្នកម្លេះពួកគេបានធ្វើរួចហើយគាត់ចាប់ផ្ដើមស្អប់ខ្ញុំហើយកាន់តែគាត់ប្រព្រឹត្តចំពោះអ្នកខ្ញុំខ្លាចថាពួកគេនឹងដឹងខ្ញុំជាមនុស្សខ្លាំងនេះជាការជួបគ្នាលើកដំបូងរបស់យើងហេតុអ្វីអ្នកអាចរស់នៅដោយសេរីបែបនេះខណៈពេលដែលខ្ញុំមិនអាចរស់នៅបានខ្ញុំនឹងមិនខ្វល់ខ្វាយទេពេលខ្ញុំចូលទៅក្នុងទឹករបស់អ្នកខ្ញុំបានបន្ថែមអំបិលទៅក្នុងទឹករបស់ខ្ញុំដូច្នេះហើយបានជាវាមានជាមួយអង្ករដែលបានបន្ថែមសៀងនាងឃាតករដែលអ្នកបានជួលធៀងសៃនិងអ្នកសំគំនិតខ្វែងយាវពួកគេទាំងអស់ត្រូវបាននាំខ្លួនមកកាត់ទោសហើយបានសារភាពតើពួកគេអាចប្រព្រឹត្តបទឧក្រិដ្ឋរបស់អ្នកដោយរបៀបណាពួកគេអាចនឹងត្រូវចាប់ខ្លួនហើយអ្នករាល់គ្នាក៏កំពុងតើមនុស្សដែលបានស្លាប់នៅក្នុងកុបកម្មបានស្លាប់ហើយឬនៅពួកគេបានរាយការណ៍ពីការស្លាប់ខុសទោះបីជាយើងមាននាមត្រកូលដូចគ្នាក៏ដោយខ្ញុំពិតជារីករាយណាស់ដែលខ្ញុំនៅមានជីវិតខ្ញុំអាចត្រឡប់ទៅឆេងសេវិញបានគាត់បានជួយសង្គ្រោះយ៉ាងយ៉ែនឹងលោកជាង Brand អ្នកគួរតែរួបរวมជាមួយពួកគេអ្នកបានបញ្ឆោតខ្ញុំឲ្យគិតថាអ្នកមិនដែលដឹងពួកគេមិនដែលជឿខ្ញុំទេយើងតែងតែខ្ញុំជឿថាអ្នកគ្រាន់តែជាអំណោយរបស់លីនយូយើងបានឃើញរឿងនេះវាជារឿងច្រើនបំផុតនៅបរទេសបច្ចេកវិទ្យាណែកម្រិតខ្ពស់លទ្ធផលបង្ហាញថាអ្នកនិងយើងមិនបានទំនាក់ទំនងឈាមជាមួយរ៉ាវយ៉ែននាងជាកូនស្រីបង្កើតរបស់យើងតើនេះជាបច្ចេកវិទ្យាប្រភេទអ្វីខ្ញុំមិនបានមិនដែលលឺអំពីវាពីមុនមកទេលើកនេះខ្ញុំបាននិយាយជាមួយមិត្តភក្តិបរទេសរបស់ខ្ញុំតែដឹងថារឿងនេះនៅបរទេសបន្ទាប់ពីបានរឿងនោះបច្ចេកវិទ្យាថ្មីនេះត្រូវបានគេនិយាយថាប្រើប្រាស់ទឹកមាត់សារធាតុរ៉ាវអាចរកឃើញមនុស្សនិងមនុស្សតើមានទំនាក់ទំនងឈាមទេវាជាបែបនេះប៉ុន្តែហេតុអ្វីបានជាអ្នកមានវាទឹកមាត់ខ្ញុំពិធីជប់លៀងគ្រួសារជាងសាងអាយុយទទួលបានជោគជ័យហើយទឹកមាត់ដែលអ្នកបានទុកនៅលើកែវស្រាពួកអ្នកឯងជាអ្នកកុហកពួកឯងមិនដឹងអ្វីទាំងអស់ទាំងខ្ញុំនិងគាត់សុទ្ធតែបានកុហកខ្ញុំមិនកុហកទេខ្ញុំមិនអាចចាញ់បានទេខ្ញុំនឹងមិនដែលចាញ់ឡើយអ្នកប្រហែលជាចាញ់ខ្ញុំអ្នកប្រហែលជាចាញ់អ្នកប្រហែលជាចង់ទទួលបានតាមរយៈមធ្យោបាយមិនសមរម្យនិងគ្មានសីលធម៌ខ្ញុំអាចមានសុភមង្គលបានប៉ុន្តែខ្ញុំពឹងផ្អែកលើខ្លួនឯងសុភមង្គលបានមកពីការខិតខំប្រឹងប្រែងតើខ្ញុំមិនដែលចាញ់ឡើយខ្ញុំជានារីវ័យក្មេងម្នាក់មកពីទីក្រុងធានជីនខ្ញុំដូចជាឋានសួគ៌កញ្ញាជីនមិនត្រូវបានអនុញ្ញាតឲ្យនិយាយថាក្មេងស្រីល្អទេកូនស្រីឲ្យអ្នកបានធ្វើឲ្យជីវិតរបស់អ្នកច្បាស់លាស់ហើយម៉ាក់និងប៉ា